កម្រងនៃការព្យាបាលរបស់យើងត្រូវឲ្យឆ្នាំបញ្ចុះក្តៅរៀងរាល់6 ដងហើយយើងអាចបំពេញជាតិទឹកព្រោះអីអូនកាលណាដែលវាធ្វើទុកអញ្ចឹងទៅវាអាចទឹកហូបទឹកហូបអីអត់សូវបានអញ្ចឹងណាអញ្ចឹងបំពេញជាតិទឹកប្រចាំថ្ងៃសម្រាប់មនុស្សម្នាក់ហ្នឹងតបពីក្តៅខ្លួនបាត់ហើយវាចូលដល់វគ្គត្រជាក់ខ្លួនអញ្ចឹងយល់ទេចូលដល់វគ្គត្រជាក់ខ្លួនជាពេលដែលយើងត្រូវតាមដានអូនមែនតែនដល់អត់មែនតែនយើងកំណត់តាំងពីដំណក់ស្រោមតាមដានទៅមើលតើអូនវាមានសញ្ញានៃការហូរឈាមអត់វាអាចស្ដែងចេញដូចជាឈាមតាមចាញ់ថ្មីណាឈាមច្រមុះហើយខ្លះកែតហ្នឹងគឺជាតែបន្តបាត់តែពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងវាចាប់ដើមបាត់ទៅហើយអញ្ចឹងណាហើយក៏អាចមានក្មេងខ្លះហ្នឹងក៏អាចមានទឹកដក់នៅក្នុងស្រោមពោះឬក៏ក្នុងសួតដែរដែលស្ដែងចេញឲ្យអូនវាអាចនឹងប្រាប់ថាឈឺពោះខ្លាំងនៅផ្នែកខាងស្នាមអញ្ចឹងណានៅពេលដែលយើងតាមដានអូនត្រជាក់ខ្លួន48ម៉ោងហើយបើសិនជាមានសញ្ញានៃការហូរឈាមទេហើយខ្លះកែតអីខ្ពស់យើងអាចនឹងតាមដានមួយគ្នារហូតដល់ចប់អញ្ចឹងណាហើយទៅមកបន្ទាប់ពីត្រជាក់ខ្លួន48ម៉ោងហើយទៅអនុញ្ញាតឲ្យចេញទៅផ្ទះវិញបានអញ្ចឹងណាហើយនៅពេលដែលថ្ងៃត្រជាក់ខ្លួនហ្នឹងអាចស្ដែងចេញឲ្យអូន24ទៅ48ម៉ោងហ្នឹងអាចស្ដែងចេញឲ្យអូនរបស់ឬក៏មានកន្ទុះក្រហមលើស្បែកនឹងសញ្ញាមួយប្រាប់ថាវាចិត្តជាអីអញ្ចឹងណានឹងឯ plan របស់យើងគឺយើងត្រូវដូចខ្ញុំធ្វើប្រាប់បងមុននឹងអញ្ចឹងណាហើយចំពោះបើសិនជាលទ្ធផលឈាមប្រែប្រួលអីទៀតចាំខ្ញុំបញ្ជាក់បងបន្ថែមទៀតថាត្រូវធ្វើអីបន្តទៅនៅមើលជាមួយខ្ញុំបានឬក៏ត្រូវទៅទីពេទ្យថ្នាក់ជាតិអញ្ចឹងណាតោះនេះបងហ្នឹងហើយ